នៅសម័យដើមព្រះអង្គកុំចាស់ជ័យវរ្ម័នមានព្រះជន្មជាង50វស្សាទ្រង់សិក្សាក្បួនសង្គ្រាមនិងសាសនាយ៉ាងជ្រៅជ្រះគ្រានោះនគរចម្ប៉ាចាប់ផ្ដើមរៀបចំទ័ពឈ្លានពានព្រះអង្គកុំចាស់យាងចេញពីមហានគរទៅបេសកកម្មនៅឆ្នាំ1177ទ័ពចាមលួចវាយចុលនគរដោយភ្ញាក់ផ្អើលរាជធានីត្រូវបានបំផ្លិចបំផ្លាញនិងដណ្ដើមយកបានដំណឹងចាញ់សង្គ្រាមនិងការស្លាប់របស់ស្ដេចច្រែករាជ្យបានល្បីដល់ទ្រង់ព្រះអង្គសម្រេចចិត្តយាងត្រឡប់មកវិញភ្លាមទ្រង់ប្រមូលញាក់ស្នេហាជាតិនិងទាហានដែលនៅសេសសល់រៀបចំយុទ្ធសាស្ត្រវិបកយកទឹកដីមកវិញកងទ័ពខ្មែរចាប់ផ្ដើមដើរទ័ពទាំងយប់ការប្រយុទ្ធផ្ទុះឡើងយ៉ាងសន្ធោសន្ធាយសមរភូមិដ៏ធំផ្ទុះឡើងនៅបឹងទន្លេសាបទ័ពជើងទឹកខ្មែរនិងចាមប្រយុទ្ធគ្នាស្ទើរលេបព្រះអង្គកុំចាស់ដឹកនាំទ័ពដោយផ្ទាល់ដោយភាពក្លាហានកងទ័ពចាមចាប់ផ្ដើមដួលរលំនិងចាញ់ព្រៀបទីបំផុតនគរត្រូវបានរំដោះយកមកវិញប្រជារាស្ត្រទទួលជ័យជំនះដែលក្តីត្រេកអរនៅឆ្នាំ1181ព្រះអង្គគ្រងរាជ្យជាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គសច្ចាថានឹងស្ដារនិងថែរក្សានគរខ្មែរជានិច្ចជ័យវរ្ម័នទី7វីរក្សត្រនៃអង្គរធំទ្រង់ចាប់ផ្ដើមកសាងរាជធានីថ្មីគឺអង្គរធំកំពែងក្រុងត្រូវបានសាងសង់យ៉ាងរឹងមាំស្ពានហោដ៏វែងអន្លាយមាននាគយាមការពារប្រាសាទបាយ័នជាបេះដូងនៃក្រុងកំពុងរីកសាយព្រះភ័ក្ត្រព្រំមុខ4តំណាងព្រះពោធិសត្វលោកេស្វរៈចម្លាក់លើជញ្ជាំងរំលឹកដល់ជ័យជំនះលើចាមប្រាសាទតាព្រំឧទ្ទិសដល់ព្រះមេដារបស់ទ្រង់ធម្មជាតិនិងថ្មរួមបញ្ចូលគ្នាបង្កើតភាពអត្ថកម្បាំងប្រាសាទព្រះខ័នឧទ្ទិសដល់ព្រះបិតានិងការគោរពដល់ព្រះពុទ្ធសាសនា He converted to Mahayana Buddhism. ទ្រង់បានបដូរមកគោរពព្រះពុទ្ធសាសនាមហាយានគោលការណ៍នៃសេចក្តីមេត្តាត្រូវបានផ្សព្វផ្សាយទូទាំងនគរទ្រង់បានយកចិត្តទុកដាក់លើសុខុមាលភាពប្រជារាស្ត្រមន្ទីរពេទ្យជាង102កន្លែងត្រូវបានសាងសង់ទូទាំងចក្រភពការផ្ដល់ការព្យាបាលនិងឱសថដោយឥតគិតថ្លៃការកសាងភ្លឺថ្នល់ដ៏ល្អដើម្បីទំជួបខេត្តសង់ផ្ទះសំណាក់ចំនួន121ខ្នងដើម្បីឲ្យអ្នកធ្វើដំណើរស្ពានថ្មត្រូវបានសាងសង់ដើម្បីសម្រួលការធ្វើដំណើរពង្រីកប្រព័ន្ធធារាសាស្ត្រដើម្បីជួយដល់កសិកម្មប្រជារាស្ត្រខ្មែររស់នៅប្រកបដោយភាពសុខសាន្តចក្រភពខ្មែរលាតសន្ធឹងធំធេងបំផុតក្នុងរជ្ជកាលទ្រង់នគរជាច្រើនបានគោរពកោតសរសើរចំពោះភាពរុងរឿងនេះព្រះនាងឥន្ទ្រទេវីជាព្រះមហេសីនិងជាអ្នកប្រឹក្សាដ៏សំខាន់ទ្រង់គង់ជាម្ចាស់ផែនដីរហូតដល់ព្រះជន្មដ៏ចាស់ព្រះអង្គបានបន្សល់ទុកនូវកេរដំណែលមិនអាចកាត់ថ្លៃបានក្រោយពេលទ្រង់សោយទីវង្គតនគរនៅតែរឹងមាំស្នាមញញឹមរបស់ទ្រង់ស្ថិតស្ថេរជារៀងរហូតទ្រង់ជាវីរក្សត្រដែលបានរំដោះប្រទេសជាតិទ្រង់ជាពុទ្ធសាសនិកដ៏ឆ្នើមដែលផ្ដល់ក្តីមេត្តាព្រះបាទជ័យវរ្ម័នទី7នឹងនៅស្ថិតក្នុងដួងចិត្តខ្មែរជានិច្ច